គឺត្រូវជឿជាក់នៅលើសមត្ថភាពរបស់ខ្លួនឯងនិងការត្រៀមខ្លួនជាលក្ខណៈជាក្រុមសម្រាប់ឲ្យស្ត្រីចូលរួមបានឡើយព្រោះត្រាតែស្ត្រីខ្លួនឯងមានកត្តាចំណេះដឹងថែមទៀតពិភពមួយនេះមានការអភិវឌ្ឍទៅមុខដោយជាតិសាសន៍ដទៃប៉ុន្តែអ្វីដែលគួរធ្វើនៅក្នុងសតវត្សទី21នេះគឺទៅផ្លាស់ប្ដូរការមានគូស្ត្រីមួយវិញទៀតបើយោងទៅតាមរដ្ឋធម្មនុញ្ញរស់យើងមានតែសូមបដិញ្ញាថានឹងចូលរួមចែករំលែកកិច្ចការងារផ្ទះចាប់ពីពេលនេះទៅធ្វើស្ត្រីសម្រេចចិត្តរបស់ស្ត្រីរនាំងនៃឧបសគ្គមួយនេះត្រូវការជំនួយពីបុរសដើម្បីវាបំបែកសូមគោរពជំរាបសួរលោកលោកស្រីទូរទស្សនិកជនដែលកំពុងតាមដានទស្សនាការផ្សាយកម្មវិធីរបស់ទូរទស្សន៍កម្ពុជាទាំងក្នុងនិងក្រៅប្រទេសជាទីគោរពសូមស្វាគមន៍ពិធីបើកវេទិកាយុវជនពិភាក្សាដេញដោលស្ដីពីយេនឌ័រនិងការចូលរួមរបស់យុវជនជាបុរសដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីសូមអបអរសាទរយើងខ្ញុំក៏សូមអនុញ្ញាតជម្រាបជូនផងថាវេទិកាយុវជនជជែកពិភាក្សាស្ដីពីយេនឌ័រនិងការចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រីនេះពេលនេះត្រូវបានរៀបចំឡើងដោយសមាគមអភិវឌ្ឍសុខភាពប្រជាជនក្រោមយុទ្ធនាការបរិល្អថ្នាក់ជាតិដឹកនាំដោយក្រសួងកិច្ចការនារីនិងមានកិច្ចសហការជាមួយក្រសួងអប់រំយុវជនកីឡានិងអង្គការសន្តិភាពនិងអភិវឌ្ឍក្រោមជំនួយមូលនិធិទីភ្នាក់ងារអេស្ប៉ាញសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិនិងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនក្នុងការអនុវត្តគម្រោងការក្រោកឈររបស់បរិះដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីវេទិកាជជែកពិភាក្សាយុវជនស្ដីពីទស្សនៈយេនឌ័រនិងការចូលរួមរបស់យុវជនដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រីមានគោលបំណងទូទៅដើម្បីជំរុញនិងលើកកម្ពស់ការចូលរួមរបស់យុវជនជាពិសេសក្រុមគោលដៅជាបរិះនិងក្មេងប្រុសនិងប្រែក្លាយយុវជនជាភ្នាក់ងារយ៉ាងសំខាន់ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីសំដៅដល់ការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជានិងផែនការជាតិនារីរតនៈរបស់ក្រសួងកិច្ចការនារីរួមទាំងគោលនយោបាយនិងផែនការសកម្មភាពជាតិនានាដើម្បីលើកកម្ពស់សមត្ថភាពយេនឌ័រនៅកម្ពុជាគូបញ្ជាក់ថាវេទិកាយុវជនជជែកពិភាក្សានេះគឺមានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋចំនួន4ដែលនឹងត្រូវធ្វើការជជែកពិភាក្សាគ្នាក្នុងនោះរួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងសាលាជាតិកសិកម្មព្រៃលៀបយើងខ្ញុំក៏សូមអនុញ្ញាតជំរាបជូនប្រធានបទនៅក្នុងកម្មវិធីដើម្បីឲ្យប្អូនដែលជាបេក្ខជនក្រុមទាំងពីរក្រុមធ្វើការពិភាក្សានៅក្នុងកម្មវិធីរបស់យើងគឺប្រធានបទការផ្ដល់ឱកាសពីបរិះដល់ស្ត្រីចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសង្គមលោករស្មីទូរទស្សនិកជនជាទីគោរពកម្មវិធីដ៏ពិសេសនេះគឺប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ហៅម៉ាលីនរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាណនេសាទសូមអបអរសាទរហើយក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការឯកឧត្តមអគ្គនាយកអគ្គនាយករងលោកដស្រីនាងកញ្ញាភ្ញៀវក្រយុសដែលជាអង្គភាពនៅស្ថាប័នជំនាញនិងស្ថាប័នពាក់ព័ន្ធចូលរួមនៅក្នុងកម្មវិធីរបស់យើងផងដែរសូមអបអរសាទរដោយសារតែកម្មវិធីរបស់យើងគឺជាកម្មវិធីមួយក្នុងការផ្ដល់ចំណេះដឹងហើយក៏មានការពិភាក្សាទាំងមតិស្របនិងមតិបាទប្រឆាំងផងដែរនៅក្នុងកម្មវិធីរបស់យើងគឺមានការអញ្ជើញចូលរួមពីឯកឧត្តមអស់លោកដែលជាអ្នកជំនាញខាងបាទវិភាគក៏ដូចជាការផ្ដល់នៅព័ត៌មានថ្មីៗតាក់ទងទៅនឹងប្រធានបទសូមអនុញ្ញាតបង្ហាញជូនសមាជិករបស់គណៈកម្មការទី1លោកស្រីកេតម៉ារឌីប្រធានយុគឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារីជាប្រធានអបអរសាទរទី2ឯកឧត្តមច័ក្កលីមអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រមប្រសាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជននិងអគ្គនាយករងយុវជននៃក្រសួងអប់រំយុវជននិងកីឡាទី3លោកអ៊ូរតនៈសមាជិកអគ្គលេខាធិការនៃបណ្ដាញបរិះជាអ្នកដឹកនាំលើយុទ្ធនាការបញ្ឈប់អំពើហិង្សាលើស្ត្រីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាទី4លោកស្រីគឹមកល្យាណីប្រធានផ្នែកទំនាក់ទំនងនៃអង្គការសន្តិភាពនិងអភិវឌ្ឍបាទលោកស្រីគឹមធីតាកល្យាណីទី5គឺលោកមេងពុទ្ធីតំណាងយុវជនកម្ពុជា
បានជាបន្តយើងខ្ញុំសូមអនុញ្ញាតបង្ហាញជូនយុវជនដែលស្ថិតនៅក្នុងក្រុមស្របដែលអញ្ជើញមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទី1គឺបងអូនប្រុសអាងរស្មីទី2គឺបងអូនប្រុសកាន់កឹមលេងទី3គឺបងអូនប្រុសហេងយូសេងទី4គឺបងអូនប្រុសរិទ្ធឧត្តមបេក្ខជនទាំង4រូបគឺស្ថិតនៅក្នុងក្រុមស្របជាបន្តយើងខ្ញុំសូមអនុញ្ញាតបង្ហាញជូនបងប្អូនជាបេក្ខជនដែលស្ថិតនៅក្នុងក្រុមបដិសេធដែលបងប្អូនអញ្ជើញមកពីសាលាជាតិកសិកម្មព្រៃលៀបសូមអនុញ្ញាតបង្ហាញជូនវត្តមានបងប្អូនតែម្ដងទី1គឺបងប្រុសសុងសៅបូរ៉ាទី2គឺបងប្រុសប៊ុនច័ន្ទរិទ្ធទី3គឺបងប្រុសហៀងប៊ុនឡុងទី4គឺបងប្រុសហេងសោភ័ណ្ឌនៅក្នុងវគ្គទី1នេះគឺកម្មវិធីរបស់យើងនឹងផ្ដល់ជូននៅប្រធានបទជូនដល់បងប្អូនទាំងពីរក្រុមហើយក្នុងមួយក្រុមធ្វើការបង្ហាញក៏ដូចជាអំណះអំណាងក្នុងការរក្សានៅភាពមិនលំអៀងរបស់ខ្លួនក្នុងការការពារនៅប្រធានបទរបស់ខ្លួននៅក្នុងក្រុមនីមួយៗគឺក្នុងម្នាក់រយៈពេល3នាទីដូច្នេះជាបន្តសូមផ្ដល់ជូនបងប្អូនក្រុមស្របដែលអញ្ជើញមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដូច្នេះសូមចាប់ផ្ដើមសូមគោរពគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពអង្គវេទិកាទាំងមូលជាទីគោរពតើសង្គមមួយណាដែលមិនចង់បានការអភិវឌ្ឍតើស្ត្រីណាដែលចង់ទន់ជ្រាយគ្មាននោះទេប៉ុន្តែហេតុអ្វីបានជាស្ត្រីជាច្រើននៅកម្ពុជាពុំទាន់ទទួលបានឱកាសក្នុងការចូលរួមអភិវឌ្ឍសង្គមឲ្យស្មើនឹងបុរសតែយើងដោះស្រាយបញ្ហានេះដោយរបៀបណាអ្នកណាជាអ្នកមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហានេះបើយោងទៅលើប្រធានបទដែលយើងនឹងលើកយកមកជជែកពិសានៅថ្ងៃនេះបានបង្ហាញយ៉ាងដំណោះស្រាយថាការផ្ដល់ឱកាសពីបុរសដល់ស្ត្រីដើម្បីចូលរួមធ្វើសេចក្តីសម្រេចចិត្តជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសង្គមតែមុននឹងឈានដល់ការបកស្រាយស៊ីជម្រៅទៅលើប្រធានបទអនុញ្ញាតឲ្យក្រុមខ្ញុំសូមធ្វើការបញ្យល់នៅពាក្យកន្លឹះចំនួន3ជាមុនសិនដែលពាក្យកន្លឹះទី1គឺការផ្ដល់ឱកាសគឺមានន័យថាការអនុញ្ញាតឬការយល់ព្រមតាមនិងពាក្យទី2ការធ្វើសេចក្តីសម្រេចចិត្តគឺមានន័យថាការវិនិច្ឆ័យឬអនុម័តទៅលើកិច្ចការផ្សេងៗនិងពាក្យទី3ការអភិវឌ្ឍសង្គមគឺមានន័យថាការធ្វើឲ្យសង្គមមានការរីកចម្រើនលូតលាស់ក្រៃលែងដោយនិយមន័យនៅពាក្យទាំង3នេះយោងទៅតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជយូណាតសរុបមកវិញប្រធានបទទាំងមូលចង់មានន័យថាការអនុញ្ញាតពីបុរសដល់ស្ត្រីដើម្បីចូលរួមអនុម័តទៅលើកិច្ចការផ្សេងៗគឺជាកត្តាសំខាន់ដែលធ្វើឲ្យសង្គមមានការអភិវឌ្ឍលូតលាស់ទៅមុខជាលំដាប់ក្រុមយើងខ្ញុំសូមឈលលើគោលចំហធ្វើការគ្រប់គ្រងទៅលើប្រធានបទខាងលើដោយផ្អែកលើតលហេតុចំនួន3សំខាន់ដែលតលហេតុទី1យើងនឹងឆ្លុះបញ្ចាំងឲ្យឃើញពីសក្តានុពលរបស់បុរសក្នុងការលើកកម្ពស់ស្ត្រីនិងតលហេតុទី2គឺទូនាទីរបស់បុរសក្នុងការជំរុញដល់ស្ត្រីដើម្បីចូលរួមធ្វើសេចក្តីសម្រេចនិងតលហេតុទី3គឺការអប់រំនិងពង្រឹងសមត្ថភាពពីបុរសដល់ស្ត្រីអង្គវេទិកាទាំងមូលជាទីគោរពសង្គមខ្មែរបានឲ្យតម្លៃបុរសជាងស្ត្រីបុរសជាច្រើនបានខ្លាចជាអ្នកដឹកនាំប្រទេសជាមេគ្រួសារជាអ្នកមានសិទ្ធិសម្រេចចិត្តទៅលើបញ្ហាផ្សេងៗនៅក្នុងសង្គមប៉ុន្តែប្រទេសជាតិមួយនេះមិនអាចអភិវឌ្ឍបានលឿននោះទេប្រសិនបើចំនួននៃការចូលរួមរបស់ស្ត្រីនៅមានកម្រិតនៅឡើយឧទាហរណ៍ប្រទេសគោមួយដែលមានកង់2កង់ម្ខាងយើងចាត់ទុកដូចជាស្ត្រីកង់ម្ខាងយើងចាត់ទុកដូចជាបុរសប្រសិនបើកង់ម្ខាងណាមានបញ្ហាឬបាក់បែកมันអាចធ្វើឲ្យរទេះគោនេះដល់គោលដៅឆាប់រហ័សនោះទេយ៉ាងណាមិញតើប្រទេសកម្ពុជាអាចអភិវឌ្ឍបានលឿនដោយរបៀបណាប្រសិនបើស្ត្រីជាច្រើនកំពុងតែជួបបញ្ហាខ្វះការគ្រប់គ្រងខ្វះការផ្ដល់ឱកាសឲ្យនឹងការលើកទឹកចិត្តជាក់ស្ដែងបើយោងទៅតាមបញ្ជីរាយនាមតំណាងរាស្ត្រនីតិកាលទី5នៃរដ្ឋសភាបានបង្ហាញថាចំនួនអាសនៈរបស់ស្ត្រីមានត្រឹមតែ 20.33% ប៉ុណ្ណោះនៅក្នុងឆ្នាំ2013តែហេតុអ្វីបានជាចំនួនស្ត្រីមានតិចតួចនៅក្នុងទូនាទីធ្វើសេចក្តីសម្រេចបើយោងទៅតាមការប៉ាន់ប្រមាណអំពី gender នៅកម្ពុជារបស់ក្រសួងកិច្ចការនារីឆ្នាំ2014បានបង្ហាញថាដោយសារតែផ្នត់គំនិតរបស់សង្គមធ្វើឲ្យស្ត្រីមានអំណាចតិចជាងបុរសហើយរារាំងដល់ការចូលរួមធ្វើសេចក្តីសម្រេចចិត្តរបស់ស្ត្រីរនាំងនៃឧបសគ្គមួយនេះត្រូវការជំនួយពីបុរសដើម្បីវាយបំបែកប្រសិនបើយើងឲ្យស្ត្រីក្រកតស៊ូឡើងតែម្នាក់ឯងគាត់ពិតជាមានភាពលំបាកខ្លាំងណាស់ដូចនេះក្នុងនោះខ្ញុំជាបុរសម្នាក់ខ្ញុំសូមបដិញ្ញាចិត្តនិងសំណពរដល់បុរសគ្រប់រូបសូមជួយស្ត្រីស្រឡាញ់គាំទ្រនិងលើកទឹកចិត្តយ៉ាងពេញទំហឹងដល់ស្ត្រីនិងចាត់ទុកស្ត្រីដោយដែលពាក្យស្លោកមួយបានលើកឡើងថាបុរសនិងស្ត្រីជាដៃគូយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍដែលមិនអាចធ្វើបានសូមអរគុណអរគុណជាបន្តសូមផ្ដល់ពេលវេលាជូនបេក្ខជនក្រុមបដិសេធសូមអញ្ជើញ
បើជាដំបូងខ្ញុំសូមគោរពដល់គណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពនៅគណៈនេះដែរអនុញ្ញាតឲ្យខ្ញុំបានចូលរួមមកធ្វើការបកស្រាយបដិសេធទៅលើប្រធានបទដែលបានលើកឡើងថាការផ្ដល់ឱកាសពីបរិះដល់ស្ត្រីចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តជាកត្តាសំខាន់នៅក្នុងកាយវិវត្តសង្គមមុននឹងធ្វើការបកស្រាយទៅលើប្រធានបទនេះខ្ញុំបាទសូមបញ្យល់នូវពាក្យកន្លឹះចំនួន3ជាមុនសិនដែលពាក្យទី1និយាយមានន័យថាឱកាសមានន័យថាគឺជាការអនុញ្ញាតឲ្យដោយយោងទៅតាមសិភៅវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជនណាតនិងពាក្យរួមចូលរួមមានន័យថាគឺជាការរួមគំនិតគ្នានិងចុងក្រោយដោយយោងទៅតាមសិភៅអប់រំបំណិនជីវិតនិងសុខភាពបន្តពូជផ្លូវភេទរបស់សម្រាប់មធ្យមសិក្សាទុតិយភូមិថ្នាក់ទី10និងទី11ក៏បានឲ្យនិយមន័យថាសម្រាប់ចិត្តគឺជាការជ្រើសយកនៅចំនួនដែលត្រឹមត្រូវមួយសរុបមកប្រធានបទខាងលើនេះមានន័យថាការអនុញ្ញាតពីបរិះដល់ស្ត្រីរួមគំនិតគ្នាដើម្បីជ្រើសយកនៅចំនួនដែលត្រឹមត្រូវមួយដើម្បីធ្វើការអភិវឌ្ឍសង្គមអង្គវេទិកាទាំងមូលជាទីគោរពយើងដឹងហើយថាដើម្បីអភិវឌ្ឍសង្គមបានគឺត្រូវមានការចូលរួមពីបរិះហើយនិងស្ត្រីសួរថាបើសិនជាត្រឹមតែការផ្ដល់ឱកាសពីបរិះដល់ស្ត្រីនៅក្នុងការចូលរួមនោះតែពុំបានគិតពីការចូលរួមរបស់ស្ត្រីខ្លួនឯងនោះសួរថាតើការអភិវឌ្ឍសង្គមអាចប្រព្រឹត្តទៅបានពេញលេញដែរទេបាទពិតណាស់គឺមិនអាចទេដូចនេះហើយទៅក្រុមរបស់យើងខ្ញុំក៏បានលើកយកនៅតេលហេកចំនួន3ដើម្បីធ្វើការបកស្រាយទៅលើប្រធានបទខាងលើនេះដែលតេលហេកទី2និងទី3ត្រូវបានបកស្រាយដោយមិត្តរួមក្រុមរបស់ខ្ញុំនៅពេលបន្ទាប់នៅពេលនេះខ្ញុំបាទសូមធ្វើការបកស្រាយទៅតេលហេកទី1របស់ខ្ញុំដែលនិយាយអំពីការចូលរួមរបស់ស្ត្រីគឺកាត់ចេញពីស្ត្រីខ្លួនឯងផ្ទាល់អង្គវេទិកាទាំងមូលជាទីគោរពយើងដឹងហើយថាប្រជាពលរដ្ឋខ្មែរយើងទាំងពីរភេទគឺគាត់មានសិទ្ធិស្មើគ្នាឱកាសស្មើគ្នានៅក្នុងការចូលរួមនៅក្នុងការសម្រេចចិត្តក៏ដូចជាការបញ្ចេញមតិយោបល់ផ្សេងៗទាំងក្នុងគ្រួសារដូចជាក្នុងសង្គមដូចគ្នាទៅនឹងច្បាប់រដ្ឋធម្មនុញ្ញមាត្រាទី35ក៏បានចែងថាពលរដ្ឋខ្មែរទាំងពីរភេទគឺក៏មានសិទ្ធិសេរីភាពចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពនយោបាយសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ប្រទេសរបស់ខ្លួនដោយនេះហើយបានសបញ្ជាក់ឃើញថាស្ត្រីគឺគាត់មានសិទ្ធិនិងឱកាសចូលរួមដើម្បីអភិវឌ្ឍសង្គមដោយខ្លួនគាត់រួចទៅហើយអ្វីដែលសំខាន់នោះគឺការចូលរួមរបស់ស្ត្រីដើម្បីធ្វើការអភិវឌ្ឍសង្គមទេហើយការចូលរួមរបស់ស្ត្រីនោះគឺសំខាន់ណាស់ដោយយោងទៅតាមសភៅនារីរតនៈទី4បង្ហាញពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3របស់រដ្ឋាភិបាលកម្ពុជាគឺបានផ្ដោតយ៉ាងសំខាន់ទៅលើការចូលរួមរបស់ស្ត្រីដើម្បីសម្រេចគោលដៅជាតិក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពផងដែរសរុបមកត្រឹមតែការផ្ដល់ឱកាសពីបរិះដល់ស្ត្រីគឺពុំទាន់គ្រប់គ្រាន់ឡើយទេសម្រាប់ឲ្យស្ត្រីមានឱកាសនៅក្នុងការចូលរួមបានពេញលេញក៏ដូចជាដែលអ្វីដែលសំខាន់នោះគឺត្រូវមានការចូលរួមនិងការមានឆន្ទៈពីស្ត្រីហើយស្ត្រីខ្លួនគាត់គឺត្រូវមានការចេះចាប់យកឱកាសបង្កើតឱកាសនៅក្នុងការចូលរួមអភិវឌ្ឍសង្គមទាំងអស់គ្នាជាចុងក្រោយខ្ញុំសូមសំណូមពរទៅដល់ស្ត្រីគ្រប់រូបឲ្យគាត់មានគំនិតឆន្ទៈនៅក្នុងខ្លួនរបស់គាត់នៅក្នុងការចូលរួមអភិវឌ្ឍសង្គមនិងបានយល់ដឹងអំពីទូនាទីនិងតម្លៃរបស់ខ្លួននៅក្នុងការអភិវឌ្ឍសង្គមបាទសូមអរគុណអរគុណជាបន្តគឺឈានចូលដល់បងប្អូនដែលស្ថិតនៅក្នុងក្រុមស្របសូមអញ្ជើញចាប់ផ្ដើមសូមគោរពគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពអង្គវេទិកាទាំងមូលជាទីគោរពទោះជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយក៏ការផ្ដល់ឱកាសពីបរិះដល់ស្ត្រីនៅតែជាកត្តាយ៉ាងសំខាន់ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តទាំងការសម្រេចចិត្តក្នុងគ្រួសារសហគមន៍ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូលផងដែរដោយដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយថាគ្រួសារប្រៀបដូចជាកោសិកាមួយនៃសង្គមអញ្ចឹងហើយដូច្នេះប្រសិនបើគ្រួសារនីមួយមានសុភមង្គលសមាជិកនៅក្នុងក្រុមគ្រួសារមានសិទ្ធិស្មើគ្នាមានភាពរីកចម្រើននោះក៏សមបញ្ជាក់ឃើញយ៉ាងច្បាស់ថាសង្គមជាតិនោះក៏មានការរីកចម្រើនទៅតាមនោះដែរតែចំណែកតែនៅក្នុងសង្គមខ្មែរបែរជាដាក់សម្ពាធឲ្យបរិះតែម្នាក់ឯងជាអ្នកចេញរកប្រាក់ចំណូលនៅខាងក្រៅហើយទុកឲ្យស្ត្រីជាអ្នកធ្វើកិច្ចការងារផ្ទះដោយដែលសិភៅអប់រំស្ដីអំពីសិលធម៌សង្គមនិងបំណិនជីវិតរបស់ក្រសួងកិច្ចការនារីដែលបានលើកឡើងថាសង្គមជាច្រើនបានចាត់ទុកស្ត្រីថាជាអ្នកបម្រើកម្សាន្តបានចាត់ទុកការងារស្ត្រីថាជាការងារកំពេចកំពុកស្ត្រីធ្វើតែកិច្ចការចង្ក្រានឆ្លាំងដោយដែលសុភាសិតមួយបានលើកឡើងថាស្ត្រីបង្វិលចង្ក្រានមកជុំម្ល៉េះហើយស្ត្រីត្រូវស្ថិតនៅក្នុងស្ថានភាពមួយដោយកង្កាត់នៅក្នុងអណ្ដូងពោលគឺមុជមិនជ្រៅទៅមិនឆ្ងាយតើបច្ចុប្បន្ននេះយើងគួរតែបន្តឲ្យស្ត្រីខ្មែរស្ថិតនៅក្នុងស្ថានភាពបែបនេះតទៀតឬទេអង្គវេទិកាទាំងមូលជាទីគោរពក្នុងនេះខ្ញុំជាបរិះមួយរូបខ្ញុំពិតជាមិនអាចបណ្ដោយឲ្យស្ត្រីខ្មែរនៅតែផ្ទះដាំស្លមើលថែកូនរហូតនោះទេហើយរឿងនេះហើយបានជាក្រុមរបស់ខ្ញុំបានលើកឡើងនៅតលហេកទី2ដែលនិយាយអំពីទូនីតិរបស់បរិះក្នុងការជំរុញស្ត្រីដើម្បីចូលរួមធ្វើស្ដីសម្រេចចិត្តដោយបរិះមានទូនីតិជួយចែករំលែកកិច្ចការងារផ្ទះដើម្បីផ្ដល់ឱកាសឲ្យស្ត្រីមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមទៅប្រកបការងារនៅខាងក្រៅក៏ដូចជាក្នុងការចូលរួមអភិវឌ្ឍសង្គមនានាដោយដែលមានចែងនៅក្នុងគោលការណ៍ទី2នៃគោលការណ៍ស្នូលទាំង6របស់បរិះល្អផងដែរត្រង់ចំណុចនេះខ្ញុំសូមលើកឧទាហរណ៍មួយយកមកបញ្ជាក់នៅក្នុងគ្រួសារមួយស្ត្រីជាភរិយាគាត់មានទូនីតិជាប្រធានភូមិប្រសិនបើបរិះដែលជាសមាជិកនៅក្នុងក្រុមគ្រួសារគាត់ចេះជួយចែករំលែកកិច្ចការងារផ្ទះពីគាត់ចេះជួយចែករំលែកកិច្ចការងារផ្ទះនោះស្ត្រីគាត់នឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចរបស់គាត់និងចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តដើម្បីអភិវឌ្ឍភូមិរបស់គាត់ឲ្យមានការរីកចម្រើន
ជាចុងក្រោយក្នុងនេះខ្ញុំជាបរិះមួយរូបខ្ញុំសូមសំណូមពរដល់បរិះគ្រប់រូបសូមបំពេញតួនាទីជាបរិះល្អពលគឺចេះយល់សុខទុក្ខស្ត្រីចេះជួយចែករំលែកកិច្ចការងារផ្ទះផ្ដល់សិទ្ធិអំណាចជាពិសេសពេលវេលាឲ្យពួកគាត់បានចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តនានាតែនៅក្នុងគ្រួសារសហគមន៍ក៏ដូចជាសង្គមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពជាចុងក្រោយខ្ញុំសូមអរគុណអរគុណជាបន្តគឺឈានចូលដល់បងប្អូនក្រុមបដិសេធសូមអញ្ជើញបាទជាដំបូងសូមគោរពគណៈធិបតីគណៈកម្មការនិងអង្គវេទិកាជាមួយជាទីគោរពសូមអនុញ្ញាតឲ្យខ្ញុំបាទជួខ្លួនមកបកស្រាយអន្តរហើយកទី2ដែលតាក់ទងទៅនឹងការចូលរួមសម្រាប់ចិត្តត្រឹមត្រូវរបស់ស្ត្រីយើងដឹងហើយថាការអភិវឌ្ឍធនធានមនុស្សគឺជាកត្តាចាំបាច់ជាពិសេសគឺយុវជនដែលមានសមត្ថភាពមានចំណេះដឹងក្នុងនោះក៏មានចំណែកស្ត្រីរួមផងដែរហើយបើយើងងាកមើលក្នុងសង្គមមួយធ្វើការបោះឆ្នោតក្នុងនោះក៏មានវត្តមានរបស់ប្រជាពលរដ្ឋមានបរិសុទ្ធមានស្ត្រីឈរឈ្មោះបោះឆ្នោតដើម្បីប្រទេសជាតិមានការរីកចម្រើនហើយបើយើងទៅតាមសិភៅតំណែងតំណងអេយ៉ាបត gender ការកំណត់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលប្រកបដោយគុណភាពសមភាពនិងគុណធម៌បានបញ្ជាក់ថាស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាតិមួយទាំងមូលហើយស្ត្រីក៏អាចធ្វើការសម្រេចចិត្តទៅលើបញ្ហានានាដែលពាក់ព័ន្ធទៅនឹងការងារនៅក្នុងសង្គមវិស័យអប់រំគោលនយោបាយហើយជានោះទៅទៀតស្ត្រីខ្លួនឯងផ្ទាល់ទៅស្ត្រីខ្លួនឯងផ្ទាល់ទៅពង្រឹងនៅសមត្ថភាពនិងចំណេះដឹងរបស់ខ្លួនដើម្បីគ្រប់គ្រងលើបញ្ហាផ្សេងៗនិងការផ្លាស់ប្ដូរផ្នត់គំនិតសង្គមខ្មែរហើយគេថែមឃើញថាកត្តាគ្រួសារក្នុងនោះគឺជាកត្តាវិសាគឺជាកត្តាសំខាន់ក្នុងការជំរុញលើកទឹកចិត្តឲ្យស្ត្រីគាត់ចាប់បាននៅចំណេះដឹងហើយបើយោងទៅតាមសិភៅគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជាយើងឃើញថារាជរដ្ឋាភិបាលសង្គមស៊ីវិលជាពិសេសយើងឃើញនៅក្រសួងអប់រំបង្កើននៅផែនការយុទ្ធសាស្ត្រជាច្រើនដើម្បីឲ្យមានសមភាព gender នៅក្នុងវិស័យអប់រំសួរថារាជរដ្ឋាភិបាលធ្វើអញ្ចឹងដើម្បីអ្វីគឺដោយសារស្ត្រីគាត់សំខាន់ណាស់នៅក្នុងការចាប់យកចំណេះដឹងនៅពេលដែលគាត់មានចំណេះដឹងធ្វើគាត់ចូលរួមសម្រេចចិត្តបានត្រឹមត្រូវធ្វើគាត់មានចំណេះដឹងធ្វើគាត់សម្រេចចិត្តបានត្រឹមត្រូវហើយការចូលរួមរបស់គាត់មានប្រសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍសង្គមហើយចំណេះដឹងគឺជាកត្តាសំខាន់ណាស់ដែលស្ត្រីទៅតែមាននៅក្នុងខ្លួនពុំអាចខ្វះបានដែលអាចឈានទៅដល់ការចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គមបានហើយជាចុងក្រោយខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលសូមពង្រឹងនៅវិស័យអប់រំឲ្យបានទូលំទូលាយទាំងនៅទីប្រជុំជននិងជនបទក៏ដូចជាអាណាព្យាបាលទាំងអស់សូមជំរុញនិងលើកទឹកចិត្តឲ្យកូនចូលរៀនឲ្យបានគ្រប់គ្រាជាពិសេសគឺលើស្ត្រីហើយស្ត្រីខ្លួនឯងផ្ទាល់ទៅសិក្សាបន្ថែមទៀតដើម្បីទាញយកចំណេះដឹងដើម្បីបញ្ជាចូលក្នុងខ្លួនថាស្ត្រីពិតជាមានតម្លៃអាចចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គមបានបាទសូមអរគុណបាទជាបន្តឈានចូលដល់ប្អូនបាទស្ថិតនៅក្នុងក្រុមស្របសូមអញ្ជើញសូមគ្រប់គណៈធិបតីគណៈកម្មការនៅអង្គវេទិកាជាមួយទីគ្រប់បន្ទាប់ពីបានស្វែងយល់ពីភាពសំខាន់នៃតេឡេហេកទី1និងទី2របស់ក្រុមខ្ញុំបានរត់មកតេឡេហេកទី3ដែលយើងនឹងលើកឡើងនេះគឺរឹតតែសំខាន់ទៅទៀតគឺការអប់រំនិងពង្រឹងសមត្ថភាពពីបុរសដល់ស្ត្រីយើងដឹងរួចមកហើយថាសង្គមជាតិមួយមានការអភិវឌ្ឍទៅបានលុះត្រាតែវិស័យសំខាន់នៅក្នុងសង្គមជាតិនោះមានការរីកចម្រើនផងដែរហើយក្នុងនោះក៏មានវិស័យអប់រំដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលដែលពិតជាតួអង្គដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិដោយឡែកស្ត្រីពុំទាន់ត្រូវបានគេឲ្យតម្លៃទៅលើចំណេះដឹងឬការរៀនសូត្រឋានៈតួនាទីផ្ទាល់ខ្លួននៅក្នុងសង្គមជាតិឡើយនេះបើយើងទៅតាមសិភៅអប់រំស្ដីពីសីលធម៌សង្គមនិងបំពេញជីវិតរបស់ក្រសួងកិច្ចការនារីជាក់ស្ដែងបើយើងទៅតាមការប៉ាន់ប្រមាណអំពី gender នៅកម្ពុជាចំពោះទី4និយាយអំពីវិស័យអប់រំរបស់ក្រសួងកិច្ចការនារីដែលបោះពុម្ពឆ្នាំ2014បានបង្ហាញថាអត្រានៃការបោះបង់ចោលការសិក្សារបស់ក្មេងស្រីជាទូទៅនៅតែមានកម្រិតខ្ពស់ជាងក្មេងប្រុសដដែលបញ្ហានេះគឺបណ្ដាលមកពីផ្នែកគំនិតសង្គមការមិនឲ្យតម្លៃការមិនបង្កភាពងាយស្រួលដល់ស្ត្រីជាក់ស្ដែងនៅក្នុងក្រុមគ្រួសារភាគច្រើនដែលមានបរិសុទ្ធជាមេគ្រួសារពួកគាត់តែងតែគិតគូរពីការទទួលបានចំណេះដឹងទៅដល់កូនប្រុសជាងកូនស្រីពីព្រោះពួកគាត់គិតថាអនាគតកូនប្រុសនឹងក្លាយជាប្តីគេទៅតែមានមុខរបរដើម្បីចិញ្ចឹមប្រពន្ធកូននិងដឹកនាំគ្រួសារថែមទៀតផងពេលនេះជាសតវត្សទី21ហើយដែលបរិសុទ្ធគ្រប់រូបគួរតែផ្លាស់ប្ដូរនៅទស្សនៈអវិជ្ជមានទាំងនេះហើយចូលរួមផ្ដល់ឱកាសឲ្យស្ត្រីកូនស្រីក៏ដូចជាភរិយាទទួលបាននូវឱកាសពេញលេញដើម្បីរៀនសូត្រនិងក្រេបយកចំណេះវិជ្ជាដែលជាទុនក្នុងការអភិវឌ្ឍសង្គមនាថ្ងៃអនាគតដូចនេះបរិបទជាបុគ្គលយ៉ាងសំខាន់ក្នុងការជួយបញ្យល់ណែនាំបន្ថែមនៅចំណេះដឹងចំណេះធ្វើទៅដល់ស្ត្រីដើម្បីឲ្យស្ត្រីបំពេញភារកិច្ចឲ្យបានល្អប្រកបដោយជោគជ័យជាចុងក្រោយក្រុមយើងខ្ញុំសូមសំណូមពរដល់ប្រុសគ្រប់រូបដែលជាអ្នកដឹកនាំជាមិត្តរួមការងារសូមចូលរួមផ្ដល់ឱកាសទៅដល់ស្ត្រីនិងប្រើប្រាស់វប្បធម៌ចែករំលែកទៅដល់ស្ត្រីដើម្បីជួយបណ្ដុះឆន្ទៈបង្ហាត់បង្ហាញជំនាញវិជ្ជាជីវៈភាពជាអ្នកដឹកនាំ
ទៅដល់ស្ត្រីដើម្បីឲ្យស្ត្រីទទួលបានមុខតំណែងក្នុងការធ្វើសេចក្តីសម្រេចចិត្តនានាពីព្រោះនេះពិតជាកត្តាចលករដ៏សំខាន់ដែលជំរុញឲ្យមាតុភូមិកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យបាទសូមអរគុណជាបន្តគឺឈានចូលដល់ប្អូនស្ថិតនៅក្នុងក្រុមបដិសេធសូមជើញ សូមអនុញ្ញាតខ្ញុំបានចូលខ្លួនមកធ្វើការបកស្រាយបន្តនៅតេឡេកទី 3 បន្ទាប់ពីមិត្តភ័ក្តិរបស់ខ្ញុំបានបកស្រាយនៅតេឡេកទី 1 និងទី 2 រួចមកសូមអនុញ្ញាតឲ្យខ្ញុំបានចូលខ្លួនមកធ្វើការបកស្រាយបន្តគឺការផ្លាស់ប្ដូរផ្នត់គំនិតសង្គមនិងទទួលស្គាល់តម្លៃនៃការសម្រេចចិត្តរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍសង្គមអង្គវេទិកាមួយទីគ្រប់ជាការពិតណាស់នៅក្នុងសង្គមខ្មែរយើងទាំងមូលគឺនៅមានផ្នត់គំនិតដែលមិនទាន់លំបាត់ដូចជាស្ត្រីជើងខ្លីដល់បានឆ្ងាយស្ត្រីបង្វិលចង្ក្រានមិនជុំទាំងនេះគឺសុទ្ធសឹងតែជាផ្នត់គំនិតដែលបង្អាក់រាល់ការសម្រេចចិត្តរបស់ស្ត្រីដូចនេះហើយសង្គមខ្មែរយើងទាំងមូលត្រូវតែរួបរวมគ្នាធ្វើការលុបបំបាត់ទៅផ្នត់គំនិតទាំងនេះដើម្បីឲ្យស្ត្រីចូលរួមក្នុងសង្គមនិងឈានចូលដល់ការអភិវឌ្ឍសង្គមអង្គវេទិកាមួយទីគ្រប់បើយើងទៅតាមសភៅអេរយ៉ាបតទំនាក់ទំនងអេរយ៉ាបត gender និងសភៅសេដ្ឋកិច្ចការបង្កើនភាពអង្អាចផ្នែកសេដ្ឋកិច្ចសម្រាប់ស្ត្រីយើងឃើញថាស្ត្រីគឺគាត់មានសិទ្ធិស្មើនឹងបុរសស្ត្រីគាត់អាចបង្កើតឱកាសរកប្រាក់ចំណូលដោយខ្លួនឯងស្ត្រីគាត់អាចបង្កើតគោលជំហរខ្លួនឯងគឺមិនចាំបាច់តែបុរសជាអ្នកផ្ដល់ឱកាសឲ្យទាំងសងនោះទេដូចនេះហើយស្ត្រីគាត់ត្រូវតែមានឆន្ទៈខ្លួនឯងក្នុងការចូលរួមនិងធ្វើការសម្រេចចិត្តដើម្បីឲ្យការអភិវឌ្ឍប្រទេសជាតិមួយបានរីកចម្រើនយើងដឹងហើយថាស្ត្រីគឺជាឆ្អឹងខ្នងនៃប្រទេសជាតិស្ត្រីគាត់អាចមានសិទ្ធិចូលរួមក្នុងការធ្វើការសម្រេចចិត្តបានដូចនេះហើយប្រទេសជាតិមួយបើពុំមានស្ត្រីចូលរួមទេតើអាចអភិវឌ្ឍប្រទេសជាតិបានទេជាការពិតណាស់គឺមិនអាចអភិវឌ្ឍប្រទេសជាតិបានទេបើពុំមានការចូលរួមរបស់ស្ត្រីនោះយ៉ាងណាមិញប្រសិនបើសង្គមជាតិទាំងមូលបានផ្ដល់ឱកាសការងារដល់ស្ត្រីផ្នត់គំនិតសង្គមត្រូវបានគេលុបបំបាត់ដូចនេះហើយស្ត្រីគាត់ត្រូវមានទឹកចិត្តដល់ខ្លួនឯងគាត់នឹងអាចឈានជើងចូលដល់ការសម្រេចចិត្តនិងធ្វើការអភិវឌ្ឍសង្គមបានអង្គវេទិកាមួយទីគ្រប់ពីចុងក្រោយនេះក្នុងនាមខ្ញុំជាយុវជនដែលកំពុងតែធ្វើការជជែកពិភាក្សានិងចូលរួមផ្ដល់តម្លៃឲ្យស្ត្រីខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ជាពិសេសស្ត្រីខ្លួនឯងផ្ទាល់គាត់ចូលរួមធ្វើការលុបបំបាត់កំណត់គំនិតដែលថាស្ត្រីជើងខ្លីដើរបានឆ្ងាយស្ត្រីរង្វិលចង្ក្រានមិនជុំទាំងនេះឲ្យបានដាច់សាច់ដល់ខ្លួនឯងបើពុំនេះទេការផ្នត់គំនិតនេះគឺមិនអាចលុបបំបាត់បានទេហើយស្ត្រីគាត់នោះតែគិតថាគាត់នឹងអត់មានតម្លៃក្នុងការធ្វើការអភិវឌ្ឍប្រទេសជាតិដដែលដូច្នេះហើយខ្ញុំសូមអំពាវនាវដល់ជាពិសេសស្ត្រីបងស្ត្រីនិងគ្រួសារនិងសហគមន៍សូមអរគុណលោកស្រីទូរទស្សនិកជនជាទីគោរពនៅក្នុងពេលនេះកម្មវិធីរបស់យើងបានផ្ដល់ជូនដោយមកហើយគឺបេក្ខជនខាងស្របនិងបេក្ខជនខាងបដិសេធគឺកម្មវិធីរបស់យើងបានផ្ដល់ជូនក្នុងរូបគឺ3នាទីឬមកហើយជាបន្តទៅទៀតនេះគឺឈានចូលដល់វគ្គនៃការសួរដេញដោលនៅសំណួរនៅក្នុងកម្មវិធីរបស់យើងដែលតាក់ទងទៅនឹងប្រធានបទដែលយើងខ្ញុំបានលើកជូននៅអបាញ់មិញនេះផងដែរដូច្នេះគឺជាបន្តសូមផ្ដល់ជូនដល់ក្រុមស្របតើបងអូនមានសំណួរអ្វីដើម្បីបង្ហាញពីការចោទសួរដល់ក្រុមបដិសេធដូច្នេះសូមជើញចាប់ផ្ដើមបងអូនទាំងពីរក្រុមគឺមានរយៈពេល10នាទីសូមជើញមិត្តបានលើកឡើងឲ្យថាស្ត្រីខ្លួនឯងជាអ្នកពង្រឹងសមត្ថភាពដល់ខ្លួនឯងប៉ុន្តែប្រសិនបើបុរសជាមេគ្រួសារមិនបានផ្ដល់ឱកាសទៅដល់ស្ត្រីហើយទទួលបានការអប់រំពោះទេនោះតើស្ត្រីអាចពង្រឹងសមត្ថភាពនិងក្រោកឈរដល់ខ្លួនឯងបានដោយរបៀបណាបាទសូមអរគុណបាទខ្ញុំសូមអរគុណទៅដល់សំណួរដ៏មានន័យរបស់មិត្តយើងដឹងហើយថាទោះបីជាស្ត្រីទោះបីយើងដឹងហើយថាបុរសជាមេគ្រួសារគាត់បើសិនជាគាត់មិនបានផ្ដល់ឱកាសឲ្យស្ត្រីទេគឺស្ត្រីគាត់មិនអាចចូលរួមបានទេមែនប៉ុន្តែមិនមែនអញ្ចឹងនោះទេដោយសារតែលហេកទី1របស់ខ្ញុំក៏បានលើកយកនៅច្បាប់រដ្ឋធម្មនុញ្ញមាត្រាទី35ក៏បាននិយាយថាប្រជាប្រដ្ឋខ្មែរទាំងពីរភេទគឺគាត់មានសិទ្ធិសេរីភាពស្មើគ្នាដូចទៅហើយដូច្នេះហើយបានន័យថាទាំងក្នុងគ្រួសារក៏ដូចជាក្នុងសង្គមជាតិស្ត្រីគឺគាត់មានសិទ្ធិស្មើគ្នាទៅក្នុងបុរសស្មើគ្នាទៅនឹងបុរសទាំងក្នុងការអភិវឌ្ឍសង្គមទាំងក្នុងការចូលរួមក្នុងការសម្រេចចិត្តក៏ដូចជាការបញ្ចេញមតិយោបល់ផ្សេងក៏ដូចជាការឈរឈ្មោះជាតំណាងរាស្ត្របោះឆ្នោតជាដើមដូច្នេះហើយបើសិនជាច្បាប់បានអនុម័តថាស្ត្រីគាត់មានសិទ្ធិស្មើនឹងបុរសហើយបើសិនជាបុរសគាត់មិនបានដល់ឱកាសឲ្យគឺគាត់ក៏អាចក្រោកឈរឡើងដើម្បីធ្វើការចូលរួមក្នុងការអភិវឌ្ឍសង្គមបានដូចជាបុរសស្មើនឹងគ្នាដែរបាទសូមអរគុណបាទខ្ញុំសូមសួរតាមថាតើការផ្ដល់ឱកាសពីបុរសដល់ស្ត្រីចូលរួមធ្វើសេចក្តីសម្រេចចិត្តតើអាចទៅរួចទេបើស្ត្រីខ្លួនឯងពុំបានចូលរួមបាទសូមអរគុណ
មិត្តបានសួរសំណួរថាប្រសិនបើបុរសគាត់ផ្ដល់ឱកាសដល់ស្ត្រីហើយតែស្ត្រីគាត់មិនបានចូលរួមតើប្រទេសជាតិមានការអភិវឌ្ឍដែរឬទេយើងត្រូវដឹងថាហេតុអ្វីបានជានៅពេលដែលបុរសគាត់ផ្ដល់ឱកាសដល់ស្ត្រីហើយស្ត្រីគាត់មិនព្រមទទួលយកឱកាសនេះយើងជឿជាក់ថាប្រសិនបើមានការជំរុញលើកទឹកចិត្តផ្ដល់ឱកាសឲ្យពួកគាត់ផ្ដល់ការអប់រំឲ្យពួកគាត់គាត់នឹងប្រកាសចាប់យកឱកាសនេះឧទាហរណ៍នៅក្នុងវិស័យនយោបាយមួយរាជរដ្ឋាភិបាលបានបើកឱកាសយ៉ាងទូលាយបុរសនិងស្ត្រីមានសិទ្ធិឈរឈ្មោះជាគណៈបកជាសកម្មជនគណៈបកនយោបាយបានប៉ុន្តែដើម្បីខ្លាចជាសកម្មជនគណៈបកនយោបាយបានទាំងបុរសនិងស្ត្រីត្រូវមានកត្តាចូលរួមជាច្រើនដូចជាបទពិសោធន៍ការងារតាក់ទងសង្គមធនធានពេលវេលាជាពិសេសការគ្រប់គ្រងពីសមាជិកដែលនៅក្នុងគណៈបកតែម្ដងប៉ុន្តែបើយើងធ្វើការប្រៀបធៀបបុរសនិងស្ត្រីកត្តាទាំងអស់ខាងលើនេះគឺស្ត្រីគាត់នៅតែមានកត្តាប្រឈមដដែលពោលគឺគាត់មិនទាន់មានគ្រប់គ្រាន់នៅឡើយទេនៅពេលដែលស្ត្រីគាត់ទទួលបាននូវការអប់រំពង្រឹងសមត្ថភាពមានចំណេះដឹងចំណេះធ្វើឆ្លើយតបទៅនឹងឱកាសទូនាទីដែលបុរសគាត់ផ្ដល់ឲ្យយើងជឿជាក់ថាស្ត្រីគាត់នឹងទទួលយកឱកាសនេះដើម្បីចូលរួមអភិវឌ្ឍនៅក្នុងសង្គមជាមួយនឹងបុរសប្រៀបដូចដៃស្ដាំនិងដៃឆ្វេងធ្វើការរួមគ្នាក្នុងការអភិវឌ្ឍសង្គមដែលមិនអាចខាតបានសូមអរគុណសូមគោរពគណៈអធិបតីគណៈកម្មការនិងអវេទិកាទាំងមូលជាទីគោរពខ្ញុំសូមចោទសំណួរទៅក្រុមមិត្តថាប្រសិនបើបរិះមិនបានផ្លាស់ប្ដូររយៈប័ត្រផ្នត់គំនិតផ្ទាល់ខ្លួនសង្គមហើយបែរជាប្រើសិទ្ធិអំណាចសង្កត់ទៅលើស្ត្រីវិញតើស្ត្រីមានចំនួនប្រមាណភាគរយដែលអាចក្រោកឈរឡើងដើម្បីចូលរួមធ្វើស្អីសម្រាប់ក្នុងការអភិវឌ្ឍប្រទេសសូមអរគុណបាទហើយខ្ញុំសូមឆ្លើយទៅកាន់សំណួររបស់មិត្តវិញថាបើសិនជាបរិះមិនបានផ្លាស់ប្ដូររយៈប័ត្រខ្លួនឯងតើស្ត្រីអាចចូលរួមធ្វើការសម្រេចចិត្តបានដែរឬទេអរិយាប័ត្របុរសគឺមិនមែនជាអរិយាប័ត្របុរសតែម្នាក់នោះទេការរាំងស្ទះរបស់ស្ត្រីការចូលរួមក្នុងសង្គមគឺអរិយាប័ត្រនៅសង្គមទាំងមូលគឺចង់បង្ហាញថាសង្គមខ្មែរគឺមានការរើសអើងស្ត្រីរួចជាស្រេចរួចទៅហើយគឺមិនមែនតែបុរសហើយសម្រាប់ស្ត្រីខ្លួនឯងទៀតនោះក៏គាត់តែងតែគិតអញ្ចឹងដែរអង្គវិទ្យាតែមួយគាត់តែងតែគិតថាគាត់ជាស្ត្រីគាត់មានសិទ្ធិមើលកូនហើយទោះបីជាដល់និស្សិតរៀនដល់បញ្ញាទៅហើយគាត់នៅតែគិតថាថ្ងៃក្រោយគាត់មានប្តីគាត់មានប្រាក់ខែធំជាងគាត់នៅតែគិតអញ្ចឹងអានេះជាអរិយាប័ត្ររបស់បុរសដែរទេគឺជាអរិយាប័ត្រទាំងអស់គ្នាទាំងសង្គមទាំងស្ត្រីនិងទាំងបុរសហើយខ្លួនយើងផ្ទាល់ទៀតក៏គិតថាខ្លួនយើងមានទុននីតិសម្រាប់ចិញ្ចឹមស្ត្រីនេះជាអរិយាប័ត្ររបស់បុរសគឺមានន័យថាសង្គមទាំងមូលបានមានអរិយាប័ត្រតូនទៅនឹងទៅហើយអញ្ចឹងហើយបានជាក្រុមរបស់យើងខ្ញុំបានលើកនៅទិលេខទី3ដែលយើងទាំងអស់គ្នាចូលរួមក្នុងការផ្លាស់ប្ដូរនៅអរិយាប័ត្រសង្គមឲ្យសង្គមទាំងមូលគាត់ដឹងពីតម្លៃស្ត្រីហើយទទួលយកនៅការសម្រេចចិត្តរបស់ស្ត្រីដូច្នេះហើយស្ត្រីនឹងចូលរួមធ្វើសេចក្តីសម្រេចចិត្តបានពេញលេញនៅពេលដែលសង្គមទទួលស្គាល់ហើយនោះបាទសូមអរគុណហើយសូមឲ្យមិត្តភក្តិរបស់ក្រុមរបស់ខ្ញុំបើមានបន្ថែមគាត់បន្ថែមមិនតែអត់ទេគាត់នឹងឆ្លើយសួរសំណួរបន្តសូមអរគុណនៅពេលនេះខ្ញុំអត់មានអីបន្ថែមទេប៉ុន្តែខ្ញុំចង់សួរសំណួរទៅកាន់ក្រុមមិត្តបដិសេធវិញថាតើមិត្តស្របវិញថាតើមិត្តយល់យ៉ាងណាដែរបើសិនតែត្រឹមតែជាការផ្ដល់ឱកាសពីបរិះនោះតែពុំបានផ្ដល់នៅតម្លៃនឹងទទួលស្គាល់ការសម្រេចចិត្តរបស់ការសម្រេចចិត្តនិងការចូលរួមរបស់ស្ត្រីវិញនោះបាទសូមអរគុណមិត្តបានសួរថាបើសិនបរិះផ្ដល់ឱកាសឲ្យតែស្ត្រីប៉ុន្តែមិនបានផ្ដល់តម្លៃឲ្យស្ត្រីនៅក្នុងត្រង់ចំណុចនេះនៅក្នុងតលហេតុកទី1យើងបានបញ្ជាក់រួចហើយថាបរិះគាត់មានតួនាទីសំខាន់ក្នុងការផ្លាស់ប្ដូរផ្នត់គំនិតសង្គមនៅពេលដែលបរិះគាត់ផ្លាស់ប្ដូរផ្នត់គំនិតសង្គមរួចហើយមានន័យថាសង្គមឲ្យតម្លៃស្ត្រីបរិះក៏ឲ្យតម្លៃស្ត្រីនៅពេលនោះសង្គមនឹងទទួលយកការសម្រេចចិត្តរបស់ស្ត្រីហើយនៅពេលនោះស្ត្រីគាត់នឹងចាប់យកឱកាសដែលបរិះផ្ដល់ឲ្យដល់ឱកាសនៅពេលនេះមិនមែនមានន័យថាផ្ដល់តែពេលវេលានោះទេគឺផ្ដល់ទាំងធនធានពេលវេលានិងចំណេះដឹងនៅពេលដែលស្ត្រីគាត់មានការទាំងអស់ខាងលើនេះហើយគាត់នឹងចាប់យកឱកាសនេះហើយនឹងចូលរួមជាមួយនឹងបរិះដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានការអភិវឌ្ឍឈានឡើងសូមអរគុណខ្ញុំសួរសំណួរទៅមិត្តក្រុមបដិសេធថារដ្ឋគំនិតសង្គមបានឲ្យតម្លៃទៅលើស្ត្រីជាងហើយប៉ុន្តែបុរសបានប្រាស្រ័យអំណាចទៅជាងស្ត្រីដែលជាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលក្រសួងនិងស្ថាប័ននានាដូច្នេះតើស្ត្រីអាចចូលរួមធ្វើសេចក្តីសម្រេចចិត្តបានដែរឬទេក្នុងការអភិវឌ្ឍសង្គមប្រសិនបើមានការផ្ដល់ឱកាសពីបរិះបាទខ្ញុំសូមធ្វើការឆ្លើយសំណួរឆ្លើយនឹងសំណួររបស់ក្រុមខាងស្របដែលបានលើកថាបុរសហ្នឹងគឺជាអ្នកមានឱកាសក្នុងការគឺជាអ្នកមានឥទ្ធិពលក្នុងការផ្ដល់ឱកាសដល់ស្ត្រីហើយជាការពិតណាស់មិត្តលើកឡើងថាបុរសគឺជាអ្នកដែលខ្លាំងបំផុតក្នុងការធ្វើការសម្រេចចិត្តដូច្នេះហើយគឺបើពុំមានការផ្ដល់ឱកាសពីបុរសទេតើស្ត្រីអាចចូលរួមបានទេជាការពិតណាស់គឺពិតជាមិនបានប៉ុន្តែខ្ញុំសូមឆ្លើយតបវិញថាខ្ញុំសូមឆ្លើយតបវិញថាដូចជានៅក្នុងក្រសួងកិច្ចការនារីគឺសុទ្ធតែជានារីនិងជាបុរស
ហើយក្រសួងកិច្ចការនារីគឺធ្វើឡើងដោយនារីអញ្ចឹងនារីគាត់មានសិទ្ធិគ្រប់គ្រងក្នុងការធ្វើការសម្រេចចិត្តក្នុងការអភិវឌ្ឍសង្គមបានហើយបាទសូមអរគុណអរគុណដោយសារតែពេលវេលារបស់យើងផ្ដល់ជូនទាំងពីរក្រុមគឺ10នាទីឥឡូវដល់ទីបញ្ចប់ទៅហើយឥឡូវគឺឈានចូលការសរុបសេចក្តីគឺក្នុងមួយក្រុមគឺទទួលបានបាទ4នាទីដូច្នេះសូមឲ្យក្រុមស្របបាទសូមជើញចាប់ផ្ដើមសរុបសេចក្តីសូមគោរពគណៈគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពខណៈនេះអនុញ្ញាតឲ្យខ្ញុំបាទឡើងមកធ្វើការបូកសរុបនៅគោលគំនិតសំខាន់នៃតេឡេកទាំង3ដែលក្រុមយើងខ្ញុំបានកំណត់ទាំងស្រុងទៅលើប្រធានបទដែលលើកឡើងថាការផ្ដល់ឱកាសពីបរិបទដល់ស្ត្រីចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសង្គមដោយនៅក្នុងតេឡេកទាំង3នោះរួមមានទី1គឺសក្តានុពលរបស់បរិបទក្នុងការលើកកម្ពស់ស្ត្រីពិតណាស់បើយើងតាមតួលេខបានបង្ហាញថាស្ត្រីមានចំនួន 52% បើប្រៀបធៀបទៅនឹងចំនួនប្រជាជនសរុបតែប្រការសំខាន់ត្រង់ថាឋានៈទូនាទីសិទ្ធិអំណាចគឺភាគច្រើនស្ថិតនៅក្នុងកណ្ដាប់ដៃបរិបទនេះក៏ដោយសារតែផ្នត់គំនិតសង្គមបានចាត់ទុកថាបរិបទគឺជាមាសទឹកដប់ឯស្ត្រីវិញគឺជាកណាត់សនៅក្នុងផ្នត់ក៏លេខមើលរឿងយើងឯនេះវិញសូមអង្គវេទិកាទាំងមូលសាកស្រមៃមើលថាបើបរិបទភាគច្រើននៅតែយកសិទ្ធិអំណាចរបស់ខ្លួនគៀបសង្កត់មិនឲ្យតម្លៃស្ត្រីសួរតើមានស្ត្រីប៉ុន្មានភាគរយដែលអាចក្រោកឈរដោយខ្លួនឯងពុះពៀឧបសគ្គដើម្បីចូលរួមអភិវឌ្ឍសង្គមបានដោយមើលឃើញនៅបញ្ហាទាំងអស់នេះទៅប្រមុខរាជរដ្ឋាភិបាលក៏ដូចជាឋានៈដឹកនាំកម្ពុជារបស់ជាតិដែលភាគច្រើនជាបរិបទមិនអាចឈរអបដៃមើលបានទេហើយពួកគាត់បាននឹងកំពុងយកទៅដាក់គ្រប់គ្រងរាល់សកម្មភាពទាំងឡាយណាដែលមាននិន្នាការក្នុងការលើកកម្ពស់ស្ត្រីក្នុងន័យឲ្យបរិបទនិងស្ត្រីធ្វើការសហការគ្នាប្រៀបដូចជាដៃឆ្វេងនិងដៃស្ដាំដែលធ្វើការរួមគ្នាយ៉ាងសកម្មមិនអាចខ្វះបានចំណុចអតិលេខទី2វិញក្រុមយើងខ្ញុំបានបង្ហាញពីទូននីតិរបស់បរិបទក្នុងការជំរុញដល់ស្ត្រីដើម្បីចូលរួមធ្វើសេចក្តីសម្រេចចិត្តដល់អ្វីដែលក្រុមយើងខ្ញុំបានលើកឡើងឲ្យថាទូនាទីរបស់បរិបទមិនត្រឹមតែជាអ្នករកប្រាក់ចំណូលផ្គត់ផ្គង់នៅក្នុងក្រុមគ្រួសារប៉ុណ្ណោះទេក៏ប៉ុន្តែគាត់ក៏មានទូនាទីក្នុងការជួយចែករំលែកធ្វើកិច្ចការផ្ទះព្រោះប្រសិនបើបរិបទបានជួយចែករំលែកធ្វើកិច្ចការផ្ទះមានន័យថាគាត់កំពុងធ្វើរឿងមួយដ៏ត្រឹមត្រូវថែមទាំងអនុញ្ញាតក៏ដូចជាផ្ដល់ជាពេលវេលាដល់ភរិយារបស់គាត់បានបំពេញទូនាទីនិងកាតព្វកិច្ចនៅក្នុងសង្គមចំណែកតែលខទី3ដែលជាលេខកចុងក្រោយវិញក្រុមយើងខ្ញុំបានបង្ហាញពីការអប់រំនិងការពង្រឹងសមត្ថភាពពីបរិបទដល់ស្ត្រីអង្គវេទិកាទាំងមូលជាទីគោរពមកទល់នឹងសពថ្ងៃនេះសង្គមគ្រួសារកម្ពុជាពុំទាន់បានលុបបំបាត់ចោលនៅផ្នត់គំនិតដែលជំរុញឲ្យកូនប្រុសទទួលបានការអប់រំច្រើនជាងកូនស្រីនៅឡើយទេកត្តានេះគឺជាការបិទឱកាសក៏ដូចជាការធ្វើឲ្យខាតបង់នូវធនធានមនុស្សយ៉ាងសំខាន់ក្នុងការជំរុញឲ្យជាតិមាតុភូមិមួយនេះមានការអភិវឌ្ឍទៅមុខដូចជាតិសាសន៍ដទៃប៉ុន្តែអ្វីដែលគួរធ្វើនៅក្នុងសតវត្សទី21នេះគឺការផ្ដល់ឱកាសអប់រំស្មើគ្នាមិនថាក្មេងប្រុសឬក្មេងស្រីដោយក្រោមការជំរុញលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសាររួមមានឪពុកនិងបងប្រុសជាដើមដើម្បីឲ្យពួកគាត់ទទួលបានការអប់រំក៏ដូចជាចំណែកជំនាញវិជ្ជាជីវៈសមស្របដើម្បីទុកធ្វើជាទុនសម្រាប់ឲ្យគាត់លើកស្ទួយជីវភាពក្រុមគ្រួសារក៏ដូចជាសង្គមជាតិទាំងមូលលើកនេះទីក្នុងនាមយើងជាបុរសយើងគួរតែលុបបំបាត់នៅផ្នត់គំនិតរើសអើងមើលស្រាលសមត្ថភាពស្ត្រីហើយពួកយើងបែរមកអនុវត្តនៅវប្បធម៌ចែករំលែកចំណេះដឹងវិជ្ជាជីវៈជាពិសេសភាពជាអ្នកដឹកនាំដល់ស្ត្រីគាត់ពិតជាត្រូវការនឹងការចែករំលែកចំណេះដឹងបទពិសោធន៍បែបនេះណាហើយមានតែការធ្វើបែបនេះទេទើបឲ្យស្ត្រីទទួលបានមុខងារជាថ្នាក់ដឹកនាំនិងឈានដល់ការធ្វើសេចក្តីសម្រេចចិត្តទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនេះសបញ្ជាក់ថាវត្តមានរបស់បរិបទពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះដែរក្នុងនាមខ្ញុំជាបណ្ដាញយុវជនខ្ញុំសូមសំណូមពរដល់បរិបទគ្រប់រូបគួរអនុវត្តនូវគោលការណ៍ល្អក្នុងការធ្វើជាយុវជនល្អកូនល្អសិស្សល្អមិត្តល្អបងប្រុសល្អឪពុកល្អជាថ្នាក់ដឹកនាំល្អក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាគោរពនឹងឲ្យតម្លៃស្ត្រីដើម្បីជាតិនេះមានការអភិវឌ្ឍរីកចម្រើនជឿនលឿនឆាប់រហ័សប្រកបដោយសុខដុមនីយកម្មសូមអរគុណជាបន្តសូមផ្ដល់ជូនដល់ក្រុមបដិសេធធ្វើការបូកសរុបបាទនៅគោលការណ៍របស់ខ្លួនសូមជើញជាដំបូងខ្ញុំសូមគោរពដល់គណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពខ្ញុំបាទឈ្មោះហេងសុផាន់ដែលជាក្រុមខាងបដិសេធសូមអនុញ្ញាតឲ្យខ្ញុំបាទឡើងមកធ្វើសេចក្តីសន្និដ្ឋានរួមទៅលើតេឡេកទាំង3ដែលក្រុមរបស់យើងខ្ញុំបានលើកឡើងដើម្បីធ្វើការបដិសេធទៅលើប្រធានបទដែលបានលើកឡើងថាការផ្ដល់ឱកាសពីបរិបទដល់ស្ត្រីចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តគឺជាកត្តាសំខាន់អង្គវេទិកាទាំងមូលជាទីគោរពជាការពិតណាស់ការចូលរួមរបស់ស្ត្រីគឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសង្គមក៏ប៉ុន្តែការចូលរួមរបស់ស្ត្រីគឺមិនមែនបានមកតែពីការផ្ដល់ឱកាសពីបរិបទដល់ស្ត្រីតែប៉ុណ្ណឹងនោះទេគឺមានកត្តាជាច្រើនដែលរាំងស្ទះដល់ស្ត្រីចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តគឺកត្តាទី1គឺកត្តាខ្លួនឯងស្ត្រីខ្លួនឯងផ្ទាល់គឺកត្តាស្ត្រីខ្លួនឯងគាត់មិនបានចាប់យកឱកាសក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តហើយទន្ទឹមនឹងនោះផងដែរដើម្បីឲ្យស្ត្រីមានភាពក្លាហានចូលរួមហើយនឹងធ្វើការចូលរួមធ្វើសេចក្តីសម្រេចចិត្តក្នុងការអភិវឌ្ឍសង្គមបានត្រឹមត្រូវទៀតនោះលុះត្រាតែស្ត្រីខ្លួនឯងហ្នឹងគាត់មាននៅចំណេះដឹងនិងជំនាញវិជ្ជាជីវៈហើយនឹង
បទពិសោធន៍ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តអង្គវេទិកាទាំងមូលជាទីគោរពសង្គមជាតិមួយមានការរីកចម្រើនទៅបានគឺអាស្រ័យទៅលើអ្វីគឺអាស្រ័យទៅលើសង្គមជាតិនោះគេសម្បូរទៅដោយធនធានមនុស្សតែធនធានមនុស្សទាំងនោះគឺគេបានធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវក្នុងការអភិវឌ្ឍសង្គមរបស់គេដូច្នេះហើយដើម្បីឲ្យស្ត្រីគាត់ខ្លាចទៅជាធនធានមនុស្សដើម្បីអភិវឌ្ឍសង្គមដែរនោះលុះត្រាតែស្ត្រីខ្លួនឯងនឹងគាត់មាននៅចំណេះដឹងជំនាញវិជ្ជាជីវៈនិងបទពិសោធន៍ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តអង្គវេទិកាទាំងមូលជាទីគោរពហើយអ្វីដែលជាសំខាន់ជាងនេះទៅទៀតនោះគឺកត្តាដែលមានការរាំងស្ទះដល់ស្ត្រីក្នុងការចូលរួមនោះគឺកត្តាផ្នែកគំនិតសង្គមទាំងមូលតែម្ដងអង្គវេទិកាទាំងមូលយើងដឹងហើយថាសង្គមខ្មែរយើងបច្ចុប្បន្នគឺនៅតែមានផ្នែកគំនិតរើសអើងស្ត្រីនៅតែមានការផ្ដល់តម្លៃឲ្យបុរសធំជាងស្ត្រីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តក្នុងការអភិវឌ្ឍសង្គមជាតិឬមួយក៏អភិវឌ្ឍក្នុងផ្នែកអ្វីដែលធំដូច្នេះហើយដើម្បីឲ្យស្ត្រីចូលរួមបានពេញលេញយើងទាំងអស់គ្នាទាំងយុវជនយើងទាំងអស់គ្នាជាយុវជនទាំងបុរសនិងទាំងស្ត្រីចូលរួមទាំងអស់គ្នាក្នុងការធ្វើការផ្លាស់ប្ដូរនៅផ្នែកគំនិតសង្គមមួយនេះឲ្យសង្គមទាំងមូលទទួលស្គាល់នូវតម្លៃស្ត្រីឲ្យសង្គមទាំងមូលទទួលយកនៅការសម្រេចចិត្តពីស្ត្រីពេលដែលសង្គមទាំងមូលគាត់យល់តម្លៃស្ត្រីហើយនោះសង្គមទាំងមូលហ្នឹងសុំទោសស្ត្រីនោះគាត់នឹងធ្វើការចូលរួមធ្វើសេចក្តីសម្រេចចិត្តបានពេញលេញហើយនឹងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គមដូច្នេះហើយមានតែតល័យកទាំង3ដែលក្រុមរបស់យើងខ្ញុំបានលើកឡើងនេះទេដែលធ្វើឲ្យស្ត្រីអាចចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តបានពេញលេញហើយក្នុងឱកាសនេះផងដែរខ្ញុំក៏សូមសំណូមពរដល់ស្ត្រីគ្រប់រូបឲ្យស្ត្រីគ្រប់រូបគាត់យល់ដឹងពីទូនាទីនិងសិទ្ធិរបស់គាត់ក្នុងការអភិវឌ្ឍសង្គមហើយក៏សូមសំណូមពរដល់រដ្ឋាភិបាលឲ្យលោកនៅតែបន្តគ្រប់គ្រងលើវិស័យអប់រំលើកកម្ពស់វិស័យអប់រំជាពិសេសស្ត្រីឲ្យមានប្រសិទ្ធភាពថែមទៀតហើយក៏សូមសំណូមពរដល់យុវជនទាំងអស់ដែលយើងជាទំពាំងស្នងរិស័យឲ្យយើងចូលរួមក្នុងការអភិវឌ្ឍសង្គមនិងផ្លាស់ប្ដូរផ្នែកគំនិតមួយនេះហើយទាំងស្ត្រីទាំងបុរសយើងកុំអន់សម្ព័ន្ធចិត្តថាជាស្ត្រីយ៉ាងណាយើងត្រូវតែចាប់ដៃគ្នាជាមួយបុរសក្នុងការអភិវឌ្ឍសង្គមមួយនេះឲ្យបានរីកចម្រើនរួមគ្នាសូមអរគុណលោកលោកស្រីទូរទស្សនិកជនជាទីគោរពកម្មវិធីរបស់យើងបានបង្ហាញជូនរួមមកហើយពីការបង្ហាញពីការបកស្រាយរបស់បេក្ខជនទាំងពីរក្រុមជាបន្តទៅទីនេះដើម្បីទុកពេលវេលាជូនដល់ឯកឧត្តមអស់លោកលោកស្រីដែលជាគណៈកម្មការក្នុងការបកសរុបនិងការតម្រូវដល់បេក្ខជនទាំងពីរក្រុមនោះកម្មវិធីរបស់យើងសូមផ្លាស់ប្ដូរប្រយាករនេះសូមអញ្ជើញលោកលោកស្រីទូរទស្សនិកជនតាមដានទស្សនាជជែកកំ pl នៅក្នុងកម្មវិធីដូច្នេះសូមគោរពអញ្ជើញគឺត្រូវជឿជាក់នៅលើសមត្ថភាពរបស់ខ្លួនឯងនិងការត្រៀមខ្លួនជាលក្ខណៈជាក្រុមសម្រាប់ឲ្យស្ត្រីចូលរួមបាននៅឡើយលុះត្រាតែស្ត្រីខ្លួនឯងមានកត្តាចំណេះដឹងថែមទៀតពីភូមិមួយនេះមានការអភិវឌ្ឍទៅមុខដូចជាសាស្ត្រដតីប៉ុន្តែអ្វីដែលគួរធ្វើនៅក្នុងសតវត្សទី21នេះគឺនៅផ្នែកគំនិតដែលមានគូស្ត្រីមួយវិញទៀតបើយោងទៅតាមរដ្ឋធម្មនុញ្ញរស់យើងមានតែសូមបដិញ្ញាថានឹងចូលរួមចែករំលែកកិច្ចការងារផ្ទះចាប់ពីកេរនឹងទៅធ្វើសេចក្តីសម្រេចចិត្តរបស់ស្ត្រីរនាំងនៃឧបសគ្គមួយនេះត្រូវការជំនួយពីបុរសដើម្បីវាបំបែកខ្ញុំសង្ឃឹមថាបើមិនខ្ជិបឯងខ្ញុំហ្នឹងខ្លាំងហេនិយាយពីក្រុមហ៊ុននេះព្រោះខ្ញុំមើលទៅដូចលោកប្រធានពេញចិត្តជិបឯងចេះណាបាទបុរសផ្ដល់សិទ្ធិឲ្យស្ត្រីបាទបុរសយើងហ្នឹងណាបាទផ្ដល់សិទ្ធិឲ្យស្ត្រីទើបស្ត្រីហ្នឹងមានសិទ្ធិអញ្ចឹងហ្នឹងហើយអាហ្នឹងបើតាមខ្ញុំគិតខ្ញុំវ័យចំណាស់ខ្ញុំស្ត្រីគឺត្រូវធំជាងបុរសចំណាស់ខ្ញុំហើយប្រពន្ធខ្ញុំនៅធំជាងខ្ញុំទៀតនោះនិយាយរឿងមៀតអត់មានត្រូវតូចជាងខ្ញុំទេប្រពន្ធខ្ញុំប្រៀបបានដូចជាផ្លោងវាខ្ញុំប្រៀបបានដូចជាឡានខ្ញុំចូលផ្លោងវាដល់ផ្លោងវានឹងធំជាងឡានបានចូលរួចប៉ុន្តែក្រុមហ៊ុនយើងជារឿងរបស់អូយគេយកខ្ញុំហីជាប្រធានទីផ្សារដូចរឿងប្រធានទីផ្សារហ្នឹងដូចថាវាសង្ឃឹមហើយបើមិនខ្ញុំដូចខ្ញុំនិយាយយ៉ាងបើមិនខ្ញុំបងឯងចំណាយពេទ្យប៉ោងហើយមួយនឹងនេះណាសិតសឹងតែនេះសិតតែមានគេហៅថាបត់ពិសោធន៍ច្រើនហេមិនបត់ពិសោធន៍មិនពេទ្យប៉ោងកូន4ណាអូយបងក៏នារីធ្វើការនារីធម្មតាធម្មជាតិត្រូវមានកូនមានចៅបាទប៉ុន្តែនារី
បើនារីម្នាក់ឯងហើយអត់បរោះក៏អត់មានកូនដែរខ្ញុំនិយាយចាស់ដៃបងប្អូនជាពលរដ្ឋទូទាំងប្រទេសចឹងមែនទេខ្ញុំប្រាប់បងប្អូនទូទាំងប្រទេសហ្នឹងហើយយើងកុំចឹងបានថាថ្ងៃនេះយើងមកទទួលលោកប្រធានណែរៀបសួរបាទបាច់ចាំរៀបសួរខ្ញុំមុនខ្ញុំរៀបសួរមុនបាទខ្ញុំដាក់ខ្ញុំអស់ហើយដែរបាទចាំមកលោកចាំតាហែទៅណាហែអីហែក្បួនហែក្បួនហ៎រឿងដូចថាការងារដូចបានដឹងហើយតាហ្នឹងហើយខ្ញុំគិតមើលមិនយូរប្រហែលហើយប្រហែលជា 4000 ម៉ោងដែរ 4000 ម៉ោងល្មមការគិតរបស់ខ្ញុំចាលោកព្រានហ្នឹងហើយគិតថាណែដឹងណែក៏មានសមត្ថភាពហើយប្អូនខ្ជិបណែក៏មានសមត្ថភាពអរគុណបងហើយណាមិននេះក៏មានសមត្ថភាពមានបទពិសោធន៍តែទាស់តែម្យ៉ាងមិនហ្នឹងទាស់ស្រីស្រីប្រុសឥឡូវវាសិតស្មើភាពគ្នាសមត្ថភាពមានដូចគ្នាបើយើងទេដែលមិនមានដូចគេនោះយើងខ្លាចចេះថាស្រីប្រព័ន្ធចក្រានអត់ជុំហើយចេះមើលងាយគ្នាការពិតណែខាងនេះក៏មានសមត្ថភាពហើយដូចជាពិសេសដូចថាអូនខ្ជិបហើយអូនតឹងនឹងដូចថាការងារខ្ញុំទទួលយកបានសម្រាប់ក្រុមហ៊ុនយើងហ្នឹងហើយខ្ញុំតំណាងឲ្យក្រុមហ៊ុនដូចថារើសប្រធានផ្នែកទំនាក់ទំនងទីផ្សារហ្នឹងក៏ខ្ញុំនឹងប្រកួតតួនាទីប្រធាននេះតែឲ្យបាទគឺថាឲ្យមកឲ្យអន់ចិត្តទេបាទគឺឲ្យទៅពើប៉ោងអាចចាំមកអូយអរគុណលោកប្រធានបាទហ្នឹងហើយអរគុណអញ្ចឹងលោកប្រធានហើយខាងនេះបានជាអនុប្រធានខាងនេះយើងជួយគ្នាអូយជួយគ្នាជួយចូលព្រេងអស់មកម៉េចធានទីផ្សារមិនបានជំទាស់បាទសុំជំទាស់អីមនុស្សស្រីមកធ្វើប្រធានទីផ្សារក្រុមហ៊ុនណាលាយហ្មងថៃមិនហ្នឹងឥឡូវខ្ញុំគិតមើលលោកធានគិតមើលបាទមនុស្សស្រីមកធ្វើការថាពេលប៉ោងចុះហ្នឹងថាពេលប៉ោងចុះមកធ្វើការបាន3ខែគេចូលស្ដីដឹងរៀបការទៅសុំច្បាប់មួយអាទិត្យបាទនឹងខាតឯណាខាតក្រុមហ៊ុនការហើយ3ថ្ងៃពោះធំហ្នឹងអត់ណាខ្ញុំខ្ញុំមកគេពោះធំដែរគេវិជាតែមានបាទរកខណ្ឌគេដែរអូចុះអត់ដែលលឺចាស់និយាយ10ឆ្នាំមិនបាត់វិញមកដល់បាត់ដូចមួយថ្ងៃអញ្ចឹងហើយពោះធំបាទពោះធំសុំសម្រាប់មួយអាទិត្យទៀតមួយអាទិត្យទៀតចាញ់កូនចឹងហើយអូពោះធំមកចាញ់កូនមួយគ្នាចាញ់អូយដល់ពេល9ខែបាទសុំច្បាប់មុំវាមុំស្អីមុំបសោតទេហ្នឹងចង់និយាយថាមុំកូននឹងវាធំតូចផុតមួយឆ្នាំនឹងមិនណាលាយក្រុមហ៊ុនហ្នឹងនឹងមិនណាលាយការងារគេធ្វើបន្តប្រសំឧទាហរណ៍ថាដឹងឯងអន់ចិត្តរឿងខ្ញុំយកនារីមកឲ្យធ្វើប្រធានផ្នែកទីផ្សាររួចចង់និយាយថាបន្តរួចហើយចុះឥឡូវចេះបាទខ្ញុំអត់យកព្រោះបងយើងយកខ្ញុំយកប្រពន្ធទាំងឯងមកធ្វើជាប្រធានផ្នែកទីផ្សារវិញក្រុមហ៊ុនរីកច្រើនគុនវានោះវាមានកូនហើយវាអត់មានពោះធំទៀតទេគឺទៅឆ្លើយមកទេចាំមកសួរអាមនុស្សកំឡោះអត់ដឹងអីដែរចាខ្ញុំគ្រាន់តែចង់និយាយពីបញ្ហាហ្នឹងឥឡូវមើលដូចស្ដាប់អញ្ចឹងគាត់ធ្វើការនៅជាមួយយើងហ្នឹងវាយូរឆ្នាំបើរាប់ទៅវា10ឆ្នាំជាងដែរបាទហ្នឹងហើយក៏គិតពីបទពិសោធន៍នឹងជំនាញបាទគឺការព្យាយាមប្រកបគឺមានវាតាំងពីជាដូនចតាមកខ្ញុំនៅនេះនៅក្រុមហ៊ុននេះណាបាទវា20 30ឆ្នាំខ្ញុំអត់ដែលឃើញនារីណាធ្វើប្រធានសម្រាប់ចិត្តអីមានតែបុរសទេហ្នឹងហើយបាទខ្ញុំចង់លើកបញ្ហាហ្នឹងមកនិយាយការងារយើងពីអើយមកការសម្រាប់ចិត្តអីគឺលើបុរសទាំងអស់អត់ដែលបាននារីចូលរួមអញ្ចឹងឥឡូវយើងផ្លាស់ប្ដូរទៅវិញព្រោះថានារីក៏គាត់មានបទពិសោធន៍គាត់បានរៀនជ្រៅជ្រះអញ្ចឹងយើងឲ្យគាត់ធ្វើជាប្រធានផ្នែកទីផ្សារវិញតែមើលក្រុមហ៊ុនយើងគឺដំណើរការទៅរកការតំណាក់តំណងគឺគាត់ប្រសើរជាងបរិសុទ្ធយើងឆ្ងាយបាទមិនធានជួយមានឥឡូវយើងដូចថាតំណាក់តំណងបរិសុទ្ធយើងត្រឹមផ្សារចាស់ទេប៉ុន្តែនេះនោះភ្លាយប៉ោយប៉ែតអាហ្នឹងវាឆ្ងាយជាងផ្នែកទីផ្សារយើងត្រូវដើរអញ្ចឹងដើរអញ្ចឹងការងារយើងទៅតំណាក់តំណងខ្ញុំចេះនិយាយទាំងឯងអាសាចេះនិយាយទាំងស្ត្រីប្រវត្តិចក្រានអត់ជុំហើយការចក្រានចំនួនដើមមកយើងអត់មានចក្រានក្រាស់ដូចឥឡូវសម័យទំនើបគេចាក់ស៊ីម៉ង់នៅអញ្ចាំងប្រវល់មកជុំទៅអញ្ចាំងឥឡូវគេប្រើចក្រានក្រាស់លើកដាក់សសរកណ្ដាលជុំ1000ជុំអត់អីដែរហើយ
បើរៀនពីយាយថាការយើងមិនស្មើភាពថាបរិសុទ្ធយើងខ្លាំងចាខ្ញុំគ្រប់គ្រងពួកកម្លាំងវាខ្លាំងហើយតែបើការងារធ្វើបានដូចគ្នាសិទ្ធិសេរីភាពក៏ស្មើគ្នាដែរយើងនិយាយថាស្ត្រីធ្វើការឲ្យអត់បានមែនទេឥឡូវមិនយើងគិតមើលណាតាំងពី8មីនាគេប្ររពឲ្យគាត់ព្រោះសិទ្ធិនារីគឺធំហ៎គេថា8មីនា79សិទ្ធិនារីគេធ្វើតែថ្ងៃ8មីនាហ្នឹងរត់តែមួយថ្ងៃហ្នឹងព្រោះបរោះហើយគេរួបគោរពរាល់សិលនោះថ្ងៃសិលព្រះហ្នឹងប្រុសបងប្រុសចាំខ្ញុំចង់លើកបានយកពុទ្ធសាសនាយើងយកមកលេងសើចទេណាបាទព្រះគូយើងដូចពិបាកទេមិនអត់តែឃើញមានប្រពន្ធកូនដល់ញុកចាំមើលឃើញតែកូនព្រះទូលេងប្រពន្ធអត់មានខ្ញុំសុំមកទោះខ្ញុំមិនចេះនិយាយដេញចោលទេប៉ុន្តែប៉ុណ្ណឹងឃើញអត់ដែរឃើញមានពុនអត់ប្រព8តមកជើខ្ញុំចង់ជម្រាបថាអញ្ចេះការងារបរោះយើងឡើងថតក៏គាត់ឡើងបានដូចយើងដែរជួស្រែក៏គាត់ជួបានដូចយើងដែរតែយើងនេះធ្វើអត់បានមួយមុខដូចគាត់នៅពេលដែលគាត់ពោផ្ទៃយើងអត់អាចពោពោះកៅទេបើពោកៅទេទឹកហ្មងមើលហ្នឹងហើយដែលខ្ញុំសូមជម្រាបថាតាំងពី8មីនាយើង79មកម៉េះស្ត្រីខ្មែររួចខ្លួនឆ្លងជំនន់ផុតរបបខ្មែរខ្មៅធ្លាប់ជាជន់ស្ត្រីផុតអសន្នបានចូលសាលាឃើញអត់រៀនសូត្រចេះដឹងបានទាំងតម្រេះរីកទាំងចំណេះប្រាជ្ញបញ្ញាមកចូលរួមធ្វើមន្ត្រីរាជការបានជំទាវអុកញ៉ាការងារទូតបានអត់ធ្វើក្រុមប្រឹក្សាឃុំខេត្តស្រុកសិល្បៈនាំមុខស្ត្រីរហូតគ្រូសាស្ត្រាចារ្យអ្នកចម្រៀងស្មូតមន្ត្រីការទូតក៏នារីសមាជិកព្រឹទ្ធរដ្ឋសភាស្ត្រីអាយកាដោះស្រាយក្តីនារីខ្លះធ្វើរដ្ឋមន្ត្រីនាយកកងសីថ្នាក់ឧបបងខ្ញុំហ្នឹងហើយបងខ្ញុំហ្នឹងហើយអត់បងធ្វើការធំមកចុះអត់មានលោកធានបើខ្ញុំខូចខ្ញុំមិនធ្វើការហ្នឹងហើយខ្ញុំជម្រាបដូចឃើញហ្នឹងនឹករូបនៅមើល logo យើងឃើញកម្មកររោងចក្រច្រើនតែជាស្ត្រីកម្មការនេះខ្លះគាត់ធ្វើមេស្ត្រីបើករថយន្តធ្វើស្មៀនស្មេចេះច្បាស់ជាងគេ computer អង់គ្លេសបាទហ្នឹងហើយអញ្ចឹងខ្ញុំថាសុខាភិបាលសេដ្ឋកិច្ចវិទ្យាវិជ្ជបណ្ឌិតវិស្វករសញ្ញាបត្រពេទ្យដុកទ័រសិលធម៌ខ្ពស់យោះថ្លៃធ្នូមានន័យណាលោកមហាស្លឹកមានន័យណាខ្ញុំទៅវាមិនដឹងណែឲ្យយល់ចុងក្រោយនេះឃើញទេអញ្ចឹងខ្ញុំយល់ហើយបាទបងអូននោះឲ្យមើលបន្តិចបរោះល្អបាទឲ្យបងប្អូនបរោះជុំទាំងប្រទេសបាទដាក់ណាបរោះល្អចាយកចិត្តទុកដាក់ចំពោះបរោះនិងស្ត្រីស្មើភាពគ្នាបាទយល់នៅបាទអរគុណណាស់គឺត្រូវជឿជាក់នៅលើសមត្ថភាពរបស់ខ្លួនឯងនិងការត្រៀមខ្លួនជាលក្ខណៈជាក្រុមសម្រាប់ឲ្យស្ត្រីចូលរួមបានឡើយព្រោះត្រាតែស្ត្រីខ្លួនឯងមានកត្តាចំណេះដឹងថែមទៀតពីភូមិមួយនេះមានការអភិវឌ្ឍទៅមុខដូចជាតិសាសន៍ដទៃប៉ុន្តែអ្វីដែលគួរធ្វើនៅក្នុងសតវត្សទី21នេះគឺនៅផ្នែកគណិតនៃគូស្ត្រីមួយវិញទៀតបើយោងទៅតាមរដ្ឋធម្មនុញ្ញរស់យើងមានតែសូមបដិញ្ញាថានឹងចូលរួមចែករំលែកកិច្ចការងារផ្ទះចាប់ពីពេលនេះទៅធ្វើស្ត្រីសម្រេចចិត្តរបស់ស្ត្រីរនាំងនៃឧបសគ្គមួយនេះត្រូវការជំនួយពីបុរសដើម្បីវាបំបែកលោកលោកស្រីទ្រទេសកិច្ចជនជាទីគោរពបំពេញនេះលោកអ្នកបានតាមដានទស្សនារួមមកហើយឈុតឆាកកំ pl ែងនៅក្នុងកម្មវិធីហើយជាបន្តទៅទៀតនេះគឺកម្មវិធីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំថាតើបេក្ខជនដែលស្ថិតនៅក្នុងក្រុមបដិសេធនិងបេក្ខជនដែលស្ថិតនៅក្នុងក្រុមស្របតើក្រុមណាដែលមានឱកាសឈានចូលប្រកួតនៅក្នុងវគ្គផ្ដាច់ព្រាត់ជាបន្តទៅទៀតនៅក្នុងពេលនេះកម្មវិធីរបស់យើងសូមអនុញ្ញាតទុកពីវេលានេះជូនលោកស្រីកេតម៉ារ៉ាឌីដែលជាប្រធានយុគដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារីដែលជាប្រធានគណៈកម្មការនៅក្នុងកម្មវិធីរបស់យើងក្នុងការកែសម្រួលគឺជាការបូកសរុបនៅចំណុចខ្វះខាតរបស់បេក្ខជនទៅពីក្រុមតែម្ដងដូច្នេះសូមអនុញ្ញាតគ្រប់អញ្ជើញជាបឋមនេះខ្ញុំសូមគោរពលោកជំទាវអាយដាមអស់លោកស្រីក៏ដូចជាបងប្អូនសិស្សានុសិស្សទាំងអស់ដែលបានមានវត្តមាននៅក្នុងឱកាសនេះចាក៏ដូចជាសូមគោរពដល់ទស្សនិកជនជាទីគោរពនិងសូមគោរពដល់ជំរាបសួរដល់គណៈអធិបតីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិក៏ដូចជាលោក
លោកស្រីសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនិងបងប្អូនសិស្សនិស្សិតនិងសិស្សានុសិស្សជាទីគោរពជាទីរាប់អានចា៎ជុំមុខឲ្យគណៈកម្មការវិយតម្លៃចា៎នៅក្នុងវេទិកាយុវជនពិភាក្សាដេញដោលនេះឱកាសនេះនាងខ្ញុំសូមអនុញ្ញាតផ្ដល់នៅយោបល់ជារួមចា៎ចំពោះក្រុមយុវជនទាំងពីរដែលបានពិភាក្សាដេញដោលទៅលើប្រធានបទដែលស្ដីអំពីការផ្ដល់ឱកាសពីបរិសុទ្ធដល់ស្ត្រីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសង្គមចា៎មុននឹងបង្ហាញអំពីការវាយតម្លៃអំពីគណៈកម្មការវាយតម្លៃគឺថានាងខ្ញុំសូមបង្ហាញនៅចំណាប់អារម្មណ៍និងកោតសរសើរចំពោះក្មួយសិស្សានុសិស្សនិងបងប្អូនទាំងអស់ដែលបានខិតខំប្រឹងប្រែងចាក្នុងការសិក្សាស្រាវជ្រាវក៏ដូចជាវិភាគទៅលើប្រធានបទមួយចំនួនចាហើយជាពិសេសគឺថាមានភាពក្លាហានគឺថាក្នុងទេពកោសល្យរបស់ក្មួយចាក្នុងការដែលលើកយកមកធ្វើការពិភាក្សាក៏ដូចជាធ្វើការប្រកួតប្រជែងគ្នាឱកាសនេះផងដែរចាក៏ដូចជាក្រុមដែលអញ្ជើញមកទីនេះគឺថាក្រុមយុវជនមកពីសាកលវិទ្យាល័យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចាហើយក៏ដូចជាសាលាជាតិកសិកម្មព្រែកលៀបចាគ្នាឱកាសនេះដែលបានអញ្ជើញមកចូលរួមធ្វើការប្រកួតប្រជែងនៅឱកាសនេះផងដែរចាជាយោបល់រួមនៅក្នុងដែលនេះខ្ញុំក្នុងជុំមុខឲ្យគណៈកម្មការនៅពេលនេះគឺថាសូមផ្ដល់ជាមតិយោបល់ដែលនឹងកំណត់ទៅលើចំណុចខ្លាំងនិងចំណុចដែលត្រូវកែលម្អមួយចំនួនចាមែនតើទៅគឺថាសាលាទាំងពីរនេះគឺថាបើសិនមិញនេះគឺថាគណៈកម្មការបានធ្វើការវិភាគក៏ដូចជាពិភាក្សាគ្នាច្រើនតាក់ទងទៅលើខ្លឹមសារក៏ដូចជាទៅលើតាក់ទងទៅនឹងកាយវិការក៏ដូចជាទៅលើវិធីសាស្ត្រនៃការបោះសំណួរទាំងឡាយនោះឃើញថាមានវិធីសាស្ត្រគឺថាប្រហាក់ប្រហែលគ្នាចាហើយអ្វីដែលជាចំណុចសំខាន់នោះគឺគ្រាន់តែថាចំណុចដែលសំខាន់ដែលបានលើកឡើងនោះគឺថាតាក់ទងទៅនឹងខ្លឹមសារឃើញថាសាលាទាំងពីរមានន័យថាគាត់បានធ្វើការសិក្សាស្រាវជ្រាវគឺថាតាក់ទងទៅនឹងឯកសារគោលជាច្រើនដែលសម្រាប់ធ្វើជាតលហីកចាក្នុងការលើកយកមកធ្វើការចោទសួរនិងចោទសួរឆ្លើយនៅក្នុងឱកាសនេះផងដែរចាហើយជាពិសេសទៅទៀតនោះគឺថាការគោរពពេលវេលាឃើញថាគ្រប់ពេលវេលានោះគឺថាបានដូចគ្នាទាំងពីរក្រុមឃើញថាគ្រប់ពេលវេលានេះគឺថាបានសមស្របហើយជាពិសេសគឺថាមានកិច្ចសហការគ្នាល្អនៅទាំងក្រុមទាំងពីរផងដែរចាចំណុចដែលត្រូវកែលម្អគឺថាយើងបានធ្វើការកាត់សម្គាល់ផងដែរចំពោះនៅក្រុមស្របចាអញ្ចឹងក្រុមស្របហាក់ដូចជាថាសំណួរដែលបានលើកឡើងដែលតាក់ទងទៅនឹងអ្វីដែលជាប្រធានបទដែលយើងបានចោទឆ្លើយនោះគឺថាហាក់ដូចជាសំណួរនោះមានភាពដដែលច្រើនគ្រាន់តែមានការផ្លាស់ប្ដូរខ្លឹមសារទេចាអញ្ចឹងមានន័យថាសំណួរដែលយើងលើកទៅគឺថាវាដូចជាដដែលចាគ្រាន់តែផ្លាស់ប្ដូរវិធីសាស្ត្រនៃការសួរតែប៉ុណ្្នឹងឯងចាហើយចំពោះក្រុមបដិសេធផងដែរយើងថាយើងក៏មើលឃើញដូចគ្នាផងដែរចាគឺថាភាសាប្រយោគដែលបានលើកឡើងធ្វើការចោទសួរនោះគឺហាក់ដូចជាមានភាពស្រាលហាក់ដូចជាថាមិនទាន់បានទាញនៅភាពទំនុកចិត្តពីទស្សនិកជនក៏ដូចជាអ្នកចូលរួមនៅក្នុងឱកាសនេះផងទេចាអញ្ចឹងសរុបមកវិញមានន័យថាបន្ទុកដែលយើងបានធ្វើការបូកសរុបក៏ដូចជាវិនិច្ឆ័យនៅក្នុងជួរកម្រិតគណៈកម្មការគឺថាយើងបានកំណត់ឲ្យឃើញថាមិនជាខុសគ្នាច្រើនទេគឺថាមានភាពប្រហាក់ប្រហែលគ្នាចាហើយឃើញខុសគ្នាតិចតួចបំផុតចាអញ្ចឹងនៅថាក្នុងឱកាសនេះនាងខ្ញុំក៏សូមអនុញ្ញាតទុកឲ្យខាងពិធីករក៏ដូចលោកជាអ្នកបូកសរុបទៅលើបន្ទុកគាត់នឹងធ្វើការប្រកាសតាក់ទងទៅនឹងបន្ទុកដែលស្វែងរកឲ្យឃើញអំពីក្រុមដែលទៅទទួលបានជ័យលាភីចាអញ្ចឹងសូមអរគុណចាបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីដែលបានធ្វើការបកស្រាយពីចំណុចខ្លាំងចំណុចខ្សោយនិងបំពេញបន្ថែមនៅអ្វីដែលជាចំណុចខ្វះខាតរបស់បេក្ខជនទាំងពីរក្រុមទោះបីជាយើងពុំទទួលបាននៅជោគជ័យនៅក្នុងការប្រកួតក៏ប៉ុន្មានក៏ប៉ុន្តែនេះជាការបង្ហាញសមត្ថភាពហើយសមត្ថភាពនេះមិនស្ថិតនៅក្នុងសាលាទេមិនស្ថិតនៅក្នុងបន្ទប់ទេគឺនៅតាមកញ្ចក់ទូរទស្សន៍ដែលមានទស្សនិកជនរាប់លានអ្នកទស្សនានៅសមត្ថភាពរបស់យើងមានន័យថាយើងឈរនៅទីនេះគឺជាការជំរើសចេញពីសាលាទៅហើយគឺសមត្ថភាពរបស់យើងចាត់ទុកថាខ្លាំងក៏ប៉ុន្តែការប្រកួតប្រជែងតែមានឈ្នះនិងចាញ់យើងខ្ញុំសូមអនុញ្ញាតប្រកាសជូនលទ្ធផលថាតើក្រុមណាដែលអញ្ជើញមកពីសាលាណានឹងមានឱកាសប្រកួតបន្តទៀតនៅវគ្គប្រាច់ព្រាត់ហើយក្រុមណានឹងសិក្សាបន្តទៀតនៅក្នុងកម្មវិធីរបស់យើងបន្ទុកប្រហាក់ប្រហែលគ្នា
ក្រុមស្របដែលអញ្ជើញមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសរុបពិន្ទុទាំងអស់គឺប្អូនទទួលបាន 78.4 ពិន្ទុក្រុមបដិសេធដែលអញ្ជើញមកពីសាលាជាតិកសិកម្មព្រៃលៀបប្អូនទទួលបានពិន្ទុសរុបទាំងអស់គឺ 77.2 ពិន្ទុដូច្នេះក្រុមដែលទទួលបានជ័យជំនះនៅក្នុងការប្រកួតនៅក្នុងបាទពេលនេះគឺក្រុមស្របដែលអញ្ជើញមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបាន 78.4 ពិន្ទុបានសមត្ថភាពប្រហាក់ប្រហែលគ្នាទេកុំមានការអន់សុពន្ធចិត្តអីបាទហើយស្កិតខំបន្តទៀតហើយកម្មវិធីដ៏ពិសេសនេះគឺនឹងនៅតែទទួលវត្តមានបងប្អូនជាបន្តទៅទៀតផងដែរក្នុងការចូលរួមប្រកួតនៅកម្មវិធីក្រោយៗទៀតនៅក្នុងពេលនេះផងដែរយើងខ្ញុំមានកិត្តិយសសូមអនុញ្ញាតគ្រប់អញ្ជើញបាទលោកជំទាវហៅម៉ាលីនរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទអនុញ្ញាតផ្ដល់កិត្តិយសក្នុងការផ្ដល់ជូននៅបាទវត្តនុសាវរីយ៍ហើយរួមជាមួយនឹងប័ណ្ណលិខិតបញ្ជាក់ផ្ដល់ជូនដល់បងប្អូនដែលជាបេក្ខជនក្រុមបដិសេធដែលពុំទទួលបានជោគជ័យគឺជាការថ្លែងអំណរគុណក្នុងការចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនក៏ដូចជាមិត្តភ័ក្តិរួមក្រុមក៏ដូចជាលោកសាស្ត្រាចារ្យដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមនៅក្នុងកម្មវិធីរបស់យើងផងដែរដូច្នេះយើងខ្ញុំសូមអនុញ្ញាតគ្រប់អញ្ជើញដល់ក្តីគោរពចំពោះលោកជំទាវគណៈអធិបតីបាទដូច្នេះសូមឲ្យបងប្អូនដែលជាបេក្ខជនសូមអញ្ជើញបាទឡើងយកទទួលនៅវត្តនុសាវរីយ៍ព្រមជាមួយនឹងបានបញ្ជាក់ផងដែរបាទសូមអបអរសាទរបាទសូមបងអញ្ជើញតែម្ដងបាទបងទី2បាទអរគុណបាទសូមអញ្ជើញបាទអបអរសាទរលោកលោកស្រីទូរទស្សនិកជនជាទីគោរពការប្រកួតនៅក្នុងវគ្គទី1នេះបានបញ្ចប់ទៅហើយយើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវបាទរដ្ឋលេខាធិការអាយដាមលោកជំទាវរដ្ឋស្រីនៃកញ្ញាប្រជាក្រយោក៏ដូចជានិស្សិតទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីរបស់យើងជួបគ្នានៅក្នុងសប្តាហ៍ក្រោយទៀតសូមអរគុណសូមគោរពលា